Và xưa sau đấy cam vị thi chỉ chạy like Facebook to cho môi lượng siêu sụp hở ăn chập đam một bên thiệt hái xưa sau đấy để tao cái này xưa sau đấy hay ngày ní khi trong chỉ chạy lấy cho môi nâng bóng bồn mật phẹ là bọc trong nâng Facebook tại ở cái này hayថ្ងៃនេះយើងទៅជែកវែកញែកពីរឿងដើមហេតុនៃភាពជោគជ័យដើមហេតុនៃភាពជោគជ័យយើងឲ្យយមន័យនៃភាពជោគជ័យដែលអ្នកប្រាជ្ញបានឲ្យយមន័យថាភាពជោគជ័យគឺជាគោលដៅមានន័យថាភាពជោគជ័យគឺជាដំណើរឆ្ពោះទៅគោលដៅដែលយើងចង់បានដែលអ្នកចង់បានចឹងយើងបកមកជជែកគ្នាថាមនុស្សភាគច្រើនចង់ជោគជ័យប៉ុន្តែពេលយើងចង់ជោគជ័យហើយយើងអត់ស្គាល់យមន័យភាពជោគជ័យរាល់ខ្ញុំបង្រៀនក្នុងសិក្ខាសាលាខ្ញុំតែងតែចាប់ផ្ដើមជាមួយនឹងគោលដៅខ្ញុំបង្រៀនរួមរបស់ខ្ញុំឲ្យចងក្រងគោលដៅឲ្យកំណត់គោលដៅហើយរកឲ្យឃើញនៅអ្វីដែលពួកគាត់ចង់បានខ្ញុំបានស្ដាប់CD សំឡេងពីលោកគ្រូខ្ញុំម្នាក់គាត់ក៏អាយុ20ឆ្នាំគាត់ឈ្មោះ Jim Rohn ជនជាតិអាមេរិកគាត់ជួបគ្រូរបស់គាត់និយាយមួយគាត់ថា Mr. Jim សូមយកគោលដៅអ្នកមកពិភាក្សាជាមួយខ្ញុំហើយលោក Jim Rohn គាត់ថាស្អីគេគោលដៅហើយShaw គ្រូរបស់គាត់បាននិយាយថាគោលដៅគឺអ្វីដែលអ្នកឯងចង់បានពិតប្រាកដអញ្ចឹងយកអ្វីដែលអ្នកឯងចង់បានពិតប្រាកដ3ដើម្បីមកពិភាក្សាជាមួយខ្ញុំលោក Jim Rohn ថាខ្ញុំអត់មានគោលដៅខ្ញុំមិនដែលមានគោលដៅទេហើយលោក Shaw ថាអ្នកឯងអាយុ22ឆ្នាំអត់មានគោលដៅគាត់ថាអត់មានមែនខ្ញុំមានគោលដៅអញ្ចឹងលោក Shaw ថាបើអ្នកមិនមានគោលដៅខ្ញុំអាចទស្សន៍ទាយថានៅក្នុងគណនីធនាគាររបស់អ្នកមានលុយមិនដល់$500លោក Jim ថាម៉េចបានឯងដឹងគ្រូគាត់ថាធម្មតាអ្នកអត់គោលដៅអត់ដែលមានលុយទេពួកគាត់មិនដឹងគាត់ចង់បានច្រើនគាត់ចង់បានផ្ដេសផ្ដាសអញ្ចឹងលោក Jim គាត់សួរគ្រូគាត់ថាអញ្ចឹងពេលខ្ញុំមានគោលដៅតរយៈភាពលុយនៅក្នុងគណនីរបស់ខ្ញុំគឺមានលើសពី$500គ្រូគាត់ថាបើអ្នកឯងមានគោលដៅគឺអ្នកឯងមានលុយលើសពី$500ពេលនោះមកគាត់ចាប់ដើមសរសេរគោលដៅសរសេរអញ្ចឹងក៏សួរថាចុះបើមានគោលដៅច្រើនគឺមានលុយច្រើនណាគ្រូក៏ថាបើមានគោលដៅច្រើនគឺមានលុយច្រើនជាធម្មតាអញ្ចឹងគាត់ចាប់ដើមសរសេរគោលដៅគាត់រាប់រយគោលដៅហើយគោលដៅដែលគាត់សរសេរគឺបានសម្រេចសឹងតែ100%ចឹងសរុបមកវិញគឺភាពជោគជ័យគឺជាគោលដៅបងប្អូនស្គាល់កីឡាបាល់ទាត់ Ronaldo Leo Messi ឬក៏អីវឌ្ឍនាការនៅក្នុងស្រុកខ្មែរទេខ្ញុំជឿថាបងប្អូនស្គាល់ពួកគាត់មានតម្លៃដោយសារមានគោលដៅបើសិនជាទាត់បាល់ហើយគេដកហ្គោលចេញគាត់ទាត់បាល់ចាញ់ទាំងយើងទៀតណាពេលអត់មានហ្គោលសុទ្ធតែណាក៏ចូលហើយមែនទេតែបើមានហ្គោលអាចខាត់ត្រូវតែបើសិនចូលក្នុងគោលដៅច្រើនជាងគេនេះនឹងបានជាតារាល្បីដូច Leo Messi Ronaldo វឌ្ឍនាការ
chẳng cô đau chia đàm cho này phiệp chụp cháy cứ chỉ cô đau lộ hiên mặc đá xua ta đôi mấy hao ta sụp hẹ mong côn happiness anh lên gì ta happiness sụp hẹ mong côn mau về bịa happy bonus phiệpสบายខ្មែរយើងហៅថាសុភមង្គលអញ្ចឹងភាពសบายពាក្យស្លោកមួយគេថាសុភមង្គល is the key to success happiness is the key to success សុភមង្គលគឺជាកូនសោទៅរកភាពជោគជ័យមកវិញអញ្ចឹងតើខ្ញុំជោគជ័យបានខ្ញុំមានសុភមង្គលតើខ្ញុំជោគជ័យបានខ្ញុំសบายបើអ្នកណាថាតើជោគជ័យបានសบายអ្នកនឹងមិនដែរជោគជ័យចង់ជោគជ័យគឺសบายពេលយើងអត់មានអីបើយើងតើអត់មានអីបើយើងសบายមិនខុសគ្នាពីយើងញៀនអ្វីមួយតើអត់មានអានឹងបើយើងសบายអញ្ចឹងសុភមង្គលគឺជាភាពសบายភាពមង្គលគឺជានឹងសុភមង្គលសบายរីករាយទោះថាក្នុងស្ថានភាពមិនក៏ដោយក៏យើងរីករាយបើយើងចេះរីករាយពេលយើងអត់អីយើងនឹងមានអីច្រើនយើងនឹងរីករាយជាងហ្នឹងសុំទោសទូរស័ព្ទមួយសិនលោកគ្រូខ្ញុំបានហើយនៅសុំខ្ញុំនឹងចូលរៀនមួយលោកគ្រូនៅ problem ខ្ញុំមានកូនដល់ច្រើនតែធ្វើមិនដូចបំណងសោះបងប្រុសតានេះជាមូលហេតុអ្វីស្រីអូនមកពីគោលដៅរបស់ស្រីអូនអត់ធំគ្រប់គ្រាន់មានលេសច្រើនពេកទំនាក់ទំនងជាអ្វីជាមួយលោកគ្រូTeacher, how do you set the target without fail, teacher? តើដាក់គោលដៅមិនកុំឲ្យបរាជ័យអត់ក្រងទីសម្រាប់គោលដៅឲ្យតែយើងដាក់ហើយយើងបានធ្វើអត់បរាជ័យទេព្រោះនិយមនៃគោលដៅគឺជាដំណើរឆ្ពោះទៅមុខសំដៅអ្វីដែលអ្នកចង់បានបើយើងអត់ធ្វើបើយើងបរាជ័យបើយើងនៅតែធ្វើគឺជោគជ័យដើម្បីមានជំនាញច្បាស់លាស់ខាងហិរញ្ញវត្ថុតើអ្នកគួរជេរចង់ទៅរៀនស្វែងយល់អីខ្លះជាពិសេសកិច្ចសន្យាទិញលក់លោកគ្រូអ្នករកស៊ីអចលនវត្ថុគួរជេរចោលវត្ថុកុំធ្វើកិច្ចសន្យាទិញលក់ខ្លួនឯងត្រូវពឹងពាក់សេវាមេធាវីត្រូវគិតដូចមេធាវីកុំធ្វើដូចមេធាវីលោកគ្រូចង់ចាប់ផ្ដើមអាជីវកម្មដំបូងតើធ្វើដូចម្ដេចខ្ញុំសួរត្រឡប់វិញថាមុននឹងចង់ទៅបើកឡានទៅធ្វើម៉េចត្រូវទៅរៀនបើកឡានឲ្យបាន license បានបើកឡានបានបើយើងបើកឡានអត់ license គ្រោះថ្នាក់តែបើយើងរកស៊ីអត់មាន license ជា certified entrepreneur យើងរកស៊ីអត់បានត្រូវមានជំនាញត្រូវមានគ្រូដែលធ្លាប់រកស៊ីរួចម្ដងទៅហើយដើម្បីសួរមានយោបល់សួរពួកគាត់លោកគ្រូពេលណាបើកវគ្គបង្រៀនថ្មីវគ្គថ្មីនឹងបើកក្រោយពេលខ្ញុំបិណ្ឌហើយខ្ញុំនឹងបើកមកវគ្គឈុំឆ្លាតគោលដៅរបស់ខ្ញុំគឺរៀនជាមួយលោកគ្រូខ្ញុំបកមកគោលដៅវិញលោក Earl Nightingale ក៏បាននិយាយថាមនុស្សខុសពីសត្វដោយសារមនុស្សមានភាពច្នៃប្រឌិតហើយសួរថាភាពច្នៃប្រឌិតមកពីណាមកពីគោលដៅពេលមនុស្សមានគោលដៅហើយហេតុផលច្បាស់លាស់ជាមួយនឹងគោលដៅគឺយើងនឹងរកវិធីរកភាពច្នៃប្រឌិតអាភាពច្នៃប្រឌិតហ្នឹងឯងដែលធ្វើឲ្យយើងជាមនុស្សពេញលេញអញ្ចឹងចង់ខ្លាចជាមនុស្សពេញលេញគឺត្រូវមានគោលដៅបងប្អូនត្រូវកំណត់តើបងប្អូនចង់បានអ្វីហេតុអីបងប្អូនចង់បានហ្នឹងសុំទោសបងមិញបងមានប្រសាសន៍ថាម៉េច
trong miền trong miền này tha miền cổ đáo từ miền hạt phal ở thom group gron u thì họ tha trong tình lan bữa đó mình miền cua xá trong tình lan sự hạt đấy bên trong tình lan bờ cô lao trong tinh lan cất đầm bay từ chi hư há cứ ở thòng này tay cô lao trong tinh lan đầm bay đặt pôn côn cọt cầm oi tập tật plieng khai vô xa cầm oi miền tây hoi đau tàu na từ nấy cô này đi trong lan ban cầm oi chi mà tô côn đệ ban của anh pôn đệ mình cao của anh bạc lan bạc mà tô chứ cô lão từ từ miền lan đầm bay oi sầm rú cái cha từ tầm này là bỏ côn pôn cầm oi tập tật plieng cầm oi từ ngày sáu pôn cô này để trong làn mánนี่จะหัดพอถมใต้บทติงลานใบคือห้าเปลแต่มีนเรื่องไอ้ติดตุ้ยบองโอนหนึ่งบ่บองเจ้าทางอัดจำบัดใต้บทติงลานใบบองโอนใบโกนบ่ปนคือบองโอนหนึ่งปุ๊บเปียอุปสรรคตัวใบกิสได้เอากิเจปนากระดอยเก่งยีสมได้ทุนยังน่ากระดอยกับบองโอนตรอมใบลวกเราบอกบานมวยนึงใบbanกำชงลวกเราบอกบานรอบเราบอกบานมาโรยเราบอกบานมาป้อนใบbanกำชงติงลานอ้อยปนโกนวันดังมาเรียนอัตดังไฮนาเต้องปนจำตาลานลง Facebook ไลน์บอกขยมให้ขยมนึงไลน์ปีไงนาโจเรียนลูกครูจ้องโจเรียนไม่ลูกครูเธอเดินมาเลยบังเลยไปขยมตลอดปีก็เลยวิ่งขยมหนึ่งดาวตามลูกครูsọc châu change yeah no problem lúc cô riêng ấy đại lúc cô bằng riêng ấy cái đại bằng riêng pi nát cùm nứt khai gì nè miến bằng riêng pi chùm niên cho là drop chùm niên lúa chùm niên tỉ xá chùm niên thế chứ nè cụ chế bích đà ra mỏng chứ mi cô đau tay mình chua slop từ phư tai cua sa mình vô sọp từ thường mấy tới lục cua sa dương cua sa bột bún đây bong ôn côn mình lại ao dương trong mình lại trong ở dương châu chí thì tam pất cất mình trong ở dương châu chí nó mến cất trong ở dương châu chí thì pro cất đăng thả ca châu chí mà đón á từ làm ban châu chí á từ bà chí mà phay đón pro cất khai dương từ làm trô mình rui bạn quật tayแต่tiên dương mình cho là dương phơ với mùi khai chanh bao kê khai tới đây thân luôn chân ơi tại dương cho man ấy thơ nâng tử cầm khoa đi cruza bong bồn bàn tay dương phơ đầm bay phụ con tay phụ con ọt chuột lục cru xà la lục cru nơi na với lục cruสลากยังនៅសន្តាគារផ្កាយ5ជំរាបសួរលោកពូចង់រៀនមួយលោកគ្រូចឹងចង់ជោគជ័យគឺត្រូវមានគោលដៅអ្វីខ្លួនឯងចង់បានទី1ទី2ត្រូវមានហេតុផលធំគ្រប់គ្រាន់ដូចខ្ញុំនិយាយរឿងហេតុផលទិញឡានឲ្យប្រពន្ធកូនជីកុំឲ្យដីហុយកុំឲ្យត្រូវទឹកភ្លៀងឲ្យប្រពន្ធកូនដេកបានពេលយើងធ្វើដំណើរឆ្ងាយតែយើងជិះម៉ូតូបើប្រពន្ធដេកនឹងធ្លាក់ពីលើម៉ូតូហើយយើងក៏មិនអាចសម្រាកអីបានយើងបើអត់ល្អអត់យើងអត់វាបន្ថយនឹងគ្រោះថ្នាក់ពេលជិះម៉ូតូដឹកកូនដឹកប្រពន្ធ Is it a must to be a certain goal or it's okay to money goal same time just because you don't have a certain one សរសេរ goal ឲ្យបានច្រើនហើយកំណត់អត្ថភាពថាមួយណាសំខាន់ជាងគេពេលមួយណាសំខាន់ជាងគេអានឹងគឺ goal របស់យើងច្បាស់លាស់ហើយសរសេរច្រើនទៅពួកយើងចេះចង់បានឡាន Lexus ចង់បានម៉ូតូចង់បានផ្ទះចង់បានលុយច្រើនចង់បានការងារចង់បានតំណែងតំណងមួយនេះនោះសរសេរអស់ទៅហើយចង់ក្រោយបើយើងរកថាអាមួយណាសំខាន់ជាងគេ3ចង់ក្រោយចង់ទិញតែ 10,000 មានតែ 20,000 បានទិញតែបរិយាភពថ្មីឲ្យជាពាក់ 80,000 បងចំនួន7 10ឆ្នាំលោកគ្រូបងថ្លៃម៉ានក្នុងការរៀនចូលរៀនអត់ច្រើនទេខ្ញុំមិនដែលយកថ្លៃទេទៅហូបបាយនៅសន្តាគារផ្កាយ5ខ្លួនឯងទេលោកគ្រូធ្វើអ្វីរកស៊ីអីបណ្ណាសមម្លងសោះចេះតែខាត
ដល់បាក់ទឹកចិត្តលេងចង់អ្វីទាំងអស់តើមានវិធីណាជួយរកស៊ីខាតមិនតាក់ទងខាតទេមកពីការគិតរបស់យើងមកពីផែនការយើងអត់ទៅច្បាស់យើងអត់ទៅយល់អ្វីយើងកំពុងធ្វើវីដេអូលើ condo បច្ចុប្បន្នមានហានិភ័យទេធ្វើអីក៏មានហានិភ័យដែរប៉ុន្តែសំខាន់យើងយល់ឲ្យច្បាស់ថា condo នឹងមិនអីមិនរបស់អីក៏ល្អរបស់អីក៏វាមានផលល្អមានផលអាក្រក់តែបងប្អូនត្រូវប្រើការគិតតែខ្លួនឯងជម្រាបសួរលោកគ្រូសូមគ្រូបន្តិចតើបើតាមសេដ្ឋកិច្ចបច្ចុប្បន្នខ្ញុំនឹងគោរៀបចំគោលដៅផ្ញើទៅលោកពូសូមជួយណែនាំផងអត់បញ្ហាវងវិឆ័យហាត់បន្ថែងលោកគ្រូថ្ងៃនេះពាក់បន្តាទៀតមើលអត់ឃើញអត់មានពាក់បន្តាខ្ញុំមើលអត់ឃើញភ្នែកឥឡូវវាញោបលោកគ្រូសុំសួរមួយបើប្រាក់ចំណូលខ្ញុំ250ចាំអាចទិញដីបានអត់250អាចសន្សំ$180ជាមួយខ្ញុំចំណេញអាចសន្សំចំណេញបានប្រហែលជា30%ក្នុងមួយឆ្នាំហ្នឹងហើយវងវិឆ័យអាចសរសេរគោលដៅផ្ញើមកខ្ញុំមកខ្ញុំជួយមើលហើយយើងសរសេរគោលដៅហើយយើងអានគោលដៅវារាល់ថ្ងៃគោលដៅរាល់ថ្ងៃហើយផ្ទៀងផ្ទាត់ថាគោលដៅយើងដល់ប៉ុណ្ណាឧទាហរណ៍ថាយើងចង់បានលុយ$10000រយៈពេល12ខែអញ្ចឹងឲ្យយើងបានតែប៉ុណ្ណឹងក៏ជោគជ័យដែរព្រោះតើយើងចង់បាន$10000ហើយទៅ12ខែយើងបានតែត្រឹម3000ក៏យើងជោគជ័យដែរអញ្ចឹងភាពជោគជ័យគឺជាដំណើរឆ្ពោះទៅគោលដៅជាដំណើរឆ្ពោះទៅគោលដៅពីអញ្ចឹងទីទូចពីមានបើប្រើលុយធនាគារ 80% ក្នុងការទិញផ្ទះលុយ200ជាការល្អទេសំខាន់គឺផ្ទះយើងប្រើហ្នឹងវាមានសំខាន់យ៉ាងម៉េចមានប្រយោជន៍ច្រើនចំណូលយើងបង់បានអូខេសួស្ដីលោកគ្រូបើមានលុយ60000គួររកស៊ីអ្វីបានចំណូលច្រើនក្នុងមួយខែប្រហែលយ៉ា4លានមានលុយ60000អាចរកស៊ីមួយខែអាចចំណេញបានយ៉ាងហោចណាស់$1500 4លានអាចរក4លានអាចមកវិនិយោគមួយដីខ្ញុំទៅអាចចំណេញមួយខែបានជា$1500មួយឆ្នាំចំណេញបាន$13000ឆាត់វិជាវិនិយោគលើខ្លួនឯងផ្នែកចាំតត្រូវចំណាយពេលយូរអត់លោកគ្រូត្រូវគិតដល់កត្តាអ្វីខ្លះវិជាវិនិយោគអីក៏ត្រូវការពេលវេលាដែរប៉ុន្តែការវិនិយោគលើអចលនទ្រព្យគឺវិនិយោគបណ្ដើរៀនបណ្ដើធ្វើបណ្ដើចឹងអត់សំខាន់ប្រើពេលប៉ុន្មានទេពួកយើងត្រូវការរៀនផងធ្វើការផងរៀនផងរកស៊ីផងហើយរកលុយចូលបានផងជាពិសេសគឺមានគ្រូបង្វឹកយ៉ាស្រីអូនការងាររបស់ខ្ញុំអ្នកផ្ទះតែងតែមិនដែលតាមគំនិតរបស់ខ្ញុំសោះតើមានវិធីណាឲ្យពួកគាត់ស្របតាមអ្នកផ្ទះមិនស្របតាមយើងមកពីយើងទៅយកលុយពីអ្នកផ្ទះបើយើងមានគំនិតហើយយើងទៅរៀនប្រមូលទុនពីអ្នកវិនិយោគកុំប្រាប់អ្នកផ្ទះមិនដែលដឹងដល់ពេលបានលទ្ធផលបង្ហាញអ្នកផ្ទះនឹងដើរតាមយើងបើយើងមានគំនិតហើយទៅរកខ្ចីលុយអ្នកផ្ទះហើយអ្នកផ្ទះស្ដាប់ទៅមិនយល់ពីពួកយើងផែនការរបស់យើងនិយាយអត់ច្បាស់យើងយល់ខ្លួនឯងអត់ច្បាស់អញ្ចឹងអ្នកផ្ទះគេមិនធ្វើតាមយើងគេមិនតាមយើងទេព្រោះយើងអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគាត់អាចអស់លុយគាត់អញ្ចឹងស្រីអូនត្រូវតែរៀនប្រមូលទុនពីគំនិតជំនួញរបស់ខ្លួនឯងយើងទៅរកលុយគេនឹងមិនគេតាមយើងរំលោះដីនិងរំលោះផ្ទះមួយណាល្អលោកគ្រូរំលោះដីពួកដីអាចលក់បានបើយើងមានលុយតិចតែមិនមានលុយច្រើនយើងរំលោះផ្ទះដំបងគេសុំ discount ឲ្យបានល្អ
លុនសួស្ដីសម្ដីរបស់លោកគ្រូខ្ញុំពិតជាប៉ះពាល់ដល់ភាពជោគជ័យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីខ្ញុំជោគជ័យរាល់ថ្ងៃដោយសារលោកគ្រូខ្ញុំឲ្យសរសេរគោលដៅរកឲ្យឃើញនៅអ្វីដែលខ្ញុំចង់បានពិតប្រាកដលុនសុខសប្បាយលុនលោកគ្រូមានលុយ200អាចទិញផ្ទះបានអត់ហេងប៊ុនសទិញអត់បានទេអាចទិញដីសិនសន្សំដីសិនទៅមួយខែ100ជាងចាំចំណេញដីបានច្រើនចាំទិញផ្ទះលោកគ្រូមានប្រាក់$1000000គ្រូវិនិយោគអីបើមិនទាន់ធ្វើអីទុកលុយសិនហើយបើចង់ចំណេញត្រឹម$150ទៅ$200មកវិនិយោគមួយខ្ញុំហើយបើចង់ចំណេញមួយឆ្នាំ2000ទៅ3000មកទិញដីខ្ញុំទិញដីខ្ញុំបងប្អូនអាចទេលេហ្វូនមកលេខ099 911 199ទិញដីចង់វិនិយោគដីវិនិយោគដីដល់ស្អីដីខ្ញុំជឿលោកគ្រូចង់សួរលោកគ្រូតាមច្បាប់ប្រជាពលរដ្ឋយើងលក់ដីជាធម្មតាត្រូវបង់ពន្ធជូនប្រមាណភាគរយក្នុងប្រទេសយើងទៅត្រូវយកពន្ធប្រមាណភាគរយបង់ពន្ធ4%ហើយនៅសេវាសេវាដីផ្សេងលោកគ្រូវគ្គសិក្ខាសាលានៅក្លាយជុំបិណ្ឌទេនៅក្លាយជុំបិណ្ឌវគ្គបង្រៀនតាក់ទងនឹងបំណុលថ្ងៃណាដែរលោកគ្រូមកសិក្ខាសាលាខ្ញុំនឹងមានបរៀនខ្ញុំចង់រៀនពីបងពីប្រូបងមានប្រសាសន៍ត្រូវណាស់មករៀនមកសួស្ដីបងវណ្ណិតសួស្ដីបងសម្រាប់ខ្ញុំវណ្ណិតវណ្ណិតសុខសប្បាយខ្ញុំមានក្តីសង្ឃឹមមួយប៉ុន្តែគ្រួសារតែងតែថាគិតហួសមៀតតើធ្វើមិនខ្មិចទៅសម្រេចដីសម័យដល់ពេលនេះ10ឆ្នាំជាងហើយតូលិចបើមានដីសង្ឃឹមហើយចង់បានកុំថាក៏អត់កុំយល់លេសទៅបន្ទោសគ្រួសារមនុស្សគ្រួសារក្នុងស្រុកខ្មែរទូទៅតែងតែផ្ដល់ការលើកទឹកចិត្តបែបអវិជ្ជមានលើកទឹកចិត្តបែបទាញបើយើងធ្វើអីមួយថាចាំមើលវាមិនដែរជោគជ័យអស់ហ្នឹងឃើញតែគេបរាជ័យតែបើយើងជោគជ័យយើងប្រាប់គាត់ថាគាត់ចង់លើកទឹកចិត្តយើងបែបបច្រាស់អញ្ចឹងយើងកុំបន្ទោសគ្រួសារយើងចង់ធ្វើអីធ្វើទៅបើយើងចង់ធ្វើអីទៅរកលុយគេបើយើងចង់បានលុយគេវិញយើងមិនចង់ធ្វើទេយើងចង់ធ្វើអីទៅរកចំណូលទៅរកដើមទុនពីដៃគូខ្លួនឯងអាចបានចូលចំណូលបានខ្ញុំចង់ជាគួរជេរចលនាទ្របទីមានជ័យអញ្ចឹងត្រូវការពេលវេលាហាត់ជីគុណមួយគ្រូដែរអត់ដោយរៀនបើកឡានអញ្ចឹងមិនត្រូវរៀនយកពាក់មីបានពាក់មីបើកឡានមិនកើតបើកឡានបើកគោយន្តនៅវាស្រែលោកគ្រូយើងតាមដល់ពេលបច្ចុប្បន្នប្រទេសយើងតែគួរប្រើប្រាស់ក្រុមហ៊ុនហៅរងតែឬទេបើយើងមានក្តីបារម្ភយើងត្រូវតែទិញហៅរងហៅរងជាជម្រើសមួយល្អលោកគ្រូខ្ញុំនៅក្មេងមានគំនិតចង់ខ្លាចជាមហាសេដ្ឋីប៉ុន្តែគេថាកំគិតសម័យហួសហេតុពេកសួរចាក់ម៉ាសួរ Mark Zuckerberg ទៅគាត់ចង់ធ្វើអ្នកមានយើងចង់ធ្វើអ្នកមានមិនមែនយើងចង់ធ្វើអ្នកមានទេតាមពិតយើងចង់ធ្វើអ្នកមានគឺយើងចង់ធ្វើអ្នកជំនួញគឺយើងចង់អ្នកជំនួញបានចំណូលមកពីការដោះស្រាយបញ្ហាលក់ផលិតផលឬក៏បម្រើសេវាកម្មអញ្ចឹងបងប្អូនទៅរកបញ្ហាមកដោះស្រាយពលលុយរកបានមកពីការដោះស្រាយបញ្ហាសូម្បីតែអ្នកប៉ះកង់ឡានប៉ះកង់ម៉ូតូក៏ដោះស្រាយបញ្ហាគេបែកកង់ដែរបាទបង្រៀនឆាប់លោកគ្រូបន្ទាប់ពីខ្ញុំបានសិក្សាវគ្គខ្លីជាមួយលោកគ្រូហើយបំណុលរបស់ខ្ញុំសឹងតែគ្មានសងគេអស់ 98% ខ្ញុំបាត់បង់ដីផ្ទះអស់រលីងតែម្ដងពេលនេះខ្ញុំអាចរកបានដកដង្ហើមស្រួលហើយអ្វីដែលទទួលបានគឺការបែបគិតវិជ្ជមានហើយលទ្ធផលល្អហុងរ៉េតតែឲ្យអស់រ៉េតមួយដោះបំណុលអស់ស្រួលខ្លួនគេថាបើចង់ហោះហើរទៅទម្លាក់របស់ធ្ងន់ចោលអញ្ចឹងជាពាក់បំណុលគេសងគេទៅលក់ផ្ទះសងគេលក់ដីសងគេហើយគិតជាថ្មីយើងទុកដីទុកផ្ទះគង់តែគេកាត់យកដែរហ្នឹងអញ្ចឹងបើជាពាក់លុយគេត្រូវរោមិត្តភ័ក្ដិរោអ្នកស្គាល់លក់ផ្ទះបដាដើម្បីសងគេសល់លុយ100ស៊ីអ
chẳng hong rết chụp hong rết chìm nước chlan nhầm an hong rết đòn tiết số giấy lục ru tập khiêm an thực ra vậy khơi lục ru hai bẩm nó là bọc chấm sưng tại miền song cái ca sầm bay rồi tay khiêm bắt băng đây te linh tại mà đòn bờ song lui kế trong sau đấy mi đi thầm mày song lui kế trong sau té mi thầm mày chỉ vẹo lui kế song cái tàu lục ru khiêm sâm lục ru thôi chỉ sợ ba nó khiêm sâm lục ru thôi chỉ sợ ba nó xong thôi còn sợ khiêm ấy ban đây là cứ từ lấy xong rôm tê xong rôm mà lô mà mơn pi pon pram rồi bong làm lúa vô mà khai rồi cho sầm buồn lục ru tinh mình bạch cọ tê sân xe cả đêm bạch cọ ấy ta bánh hai bầm nó lục ru a chui bạn nè bánh hai bầm nó nhưng mà chui chết tật sát đo slide bầm nó đôi đo slide bầm nó oi hong lên chân mình cứ chui ở cất miên thì đây là an lụa te lụa đầy lụa lan lụa mà tô son kì hay chặt đam việc thằng mày nụ bề chân đăng ở vây từ thưa tay ở thưa vây con này đăng này đăng tha tờ lụa tờ son cái te son cái lan mà tô và tay một prom son kì tới hay chặt đam việc thằng mày trong miên thì đây dập bên trong ai dập bên hai cà pất vô dập bên xe nó cả đa hay an bây giờ ngày liêu dần tha trong tình đây tẹt tô mô son cao 4 nọ rồi cao 4 tới tới dân có ví dụ của man phía đôi này bạ sam được 7 phía đôi này bạ chấm nol lục pun miên nông pin miประมาณ cái lại thì tăng na khá trong tinh lục ru sờ chân đánh yeah con tha đây nhóm miên trơn cái lại miên nơi bể cháy miên nơi tạc máu miên nơi rong chạ sài biệt thải gỡ hay miên nơi bị phục mấy đây phục mấy con tạc máu chẳng con tha ai tính ai tẹt tô ta lên son cao 4 nọ rồi cao 4 tới lục ru bậc nhóm trong đang luôn đây là xây lui từ này kia đỏ ốc thiệt đấy trong luôn đây xây lui này kia tới ấy mà cha đây đi còn mà cha tiếc cái oi chụp bẹm rồi phía rồi nè smile lỡ mạch co sang cái đi mùi từ này kia đây ở ban ca đây rồi ấy nè lộ đây nè lộ tiếc cái oi dương chụp bẹm chẳng từ này kia ở trong mạch ở ca từ này kia tai bậc chay này kia tờ chay lui thì kia tờ đồ xị bờ chiều cam đầm bay ban chân anh lui mà vinh chân xe cả em nhé tính đây nhân một pin mạch cọ đây cả em bị khổ số mà thầu cứ bây giờ phơi lọ tựa tông là chiều cam chứ giờ phơi ở chiều cam miền là tip xa miền là mà kia giờ phơi rich dad poor dad nâng sập phơi ad cầm băng hót cầm đợt miền tính sập phơi pi nâng tới chia sập phơi ở chiều cam lúc Sami smart này nhưng mình lui mà mơn pra mai pra khai nhưng mà thang tiết cứ vinh dụ lơ vậy đấy là cứ bên nhưng tất cả nó cái là lại smart này thưa ca nó cái đây ai vinh dụ mười không ai bong pôn tẹt tô mơ lê trong hàng cỏ mót sơn ca 4 nọ mui mà rồi đọc 4 nó số thì rồi càng 4 tẹt tô tới tình đây vụ nhầm tới Krishna đuông lục ru nhầm trong tình đây làm luôn vào lục ru một phong rồi cho sập lá nó một khai trâu bong màn chấm đập chấm pel bong ai xong tia bán pel bong phim xong tia bán phim mặt bánh hả đây chợ đây hái xong rồi sau lục ru tịch tăng là khai nào đấy nơi Phnom Penh là khăn đằng cao nâng tật máu hay nâng nơi Tiger miền tầng tia miền tầng đầy cho man tia vào đây phục mấy cho man đấy đầy dương miền lúa ta sầm nong là kia đây là chỉ bảo phê là cho drop cu oi bị dữ tí dương mới thực xa cho ba tới ta bánh hàm nói trong thực xa là cứu tệ tôn tam nè ly tôi vì miền bánh hàm nói trong tệ tôn 10 nhóm tôi tệ tôn tam lệ nhóm rương bầm nổ tệ tôn mà lệ nhóm máu bầm nổ nắng lệ sâu đập pí bay buồn đón bàn bờ cứ có sâu đập vào muối làm bay đón bay đón lục ru và sân dược nhóm rồi chấm nô ban mà khai bu rồi phai chấm nay con xa ở đây để ha thưa mấy cú trâu video là con ai ngay sao tất trâu mà cho riêng sạc là ai riêng môi sâm ra cả bán riêng lịch nhóm của bạn nhóm cho trâu sạp lục ru nè ở con cha lục ru thưa chỉ để đặc nóm tay nhóm thưa đây mà lấy lục ru trong khai này đặc nóm trâu đặc nóm con anh sen thì môi trâu mi vin này
មានវិន័យគ្រប់គ្រងខ្លួនឯងឲ្យបានមុននឹងគ្រប់គ្រងគេលោកគ្រូដូចមិនហៅธุរកិច្ចគឺ business អ្នកជំនួញគឺអ្នកលក់អ្នកដូរផ្ដល់សេវាកម្មលក់ផលិតផលលោកគ្រូមានដីលក់នៅម្ដុំរស័យកែវអត់លោកគ្រូអត់មានទេដល់ជា office open tomorrow teacher ចាស្អែក office ខ្ញុំបើកមួយថ្ងៃទៀតលីយើងថាអាចទេទៅ office ខ្ញុំទៅបើកមួយថ្ងៃទៀតទៅមកសម្រាប់លោកគ្រូបងផ្ទះល្វែងនឹងមិត្តភ័ក្ដិខ្ញុំ3ល្វែងនៅកំពង់ចាមតែនៅកំពង់ចាមហាក់បីដូចលក់យឺតម្លេះបងបើអញ្ចឹងអាចឡើងថ្លៃទេកំពង់ចាមជាមណ្ឌលពាណិជ្ជកម្មផ្ទះឡើងថ្លៃកន្លងទីតែមិនទៅខ្លាចជាអ្នកលក់ចង់ត្រូវដល់ប្រកែត្រូវមានគោលដៅខាវិនតែមានគោលដៅចង់បានចំណូលប៉ុន្មានពេលខាវិនចង់បានចំណូលនឹងពិតប្រាកដខាវិននឹងខំប្រឹងលក់ឲ្យប្រកែផ្ទះលោកគ្រូនៅក្នុងទឹកខ្មៅទិញឲ្យមិនបាច់កក់មកមានលក់រហូតដល់ថ្ងៃណាដែរលោកគ្រូឥឡូវយើងសម្រាប់ថ្ងៃ4បើយើងចូលធ្វើការវិញអញ្ចឹងថ្ងៃ4 NT Black ចាំទៅបរិយភពថ្មីនៅក្នុងទឹកខ្មៅបើវគ្គផ្នែកគក់ជេចោលត្រប់អត់លោកគ្រូបើដល់ដងលោកគ្រូខ្ញុំចង់លក់ដីមកកន្លែងតែដីនៅតាមខេត្តចាំខ្ញុំឲ្យយុទ្ធសាស្ត្រលក់លោកគ្រូខ្ញុំជាអ្នកលក់សិភៅអាចកំបាំងកំណត់អ្នកមានអ្នកគ្រប់នេះអាចទិញសិភៅខ្ញុំបាននេះអ្នកណាចង់ទិញសិភៅតាក់ទងមួយហងរ៉េតក៏លក់សិភៅអាចកំបាំងមកអ្នកមានអាចតាក់ទងទៅគាត់ទៅ015 79 88 99ហើយហងរ៉េតអាចរកសិភៅឪពុកអ្នកមានឪពុកអ្នកក្រផងទៅលោកគ្រូខ្ញុំចង់ខ្លាចជាអ្នកគ្រប់គ្រងល្អរៀនគ្រប់គ្រងខ្លួនឯងមិនសមបាន 40000 វាយកលើអ្វីចំណេញ 1000 ដល់ 2000ក្នុងមួយខែហើយទទួលបានប្រាក់ជារាល់ខែយ៉ា 40000 អាចបាន $1000 អញ្ចឹងអ្នកចាំតាក់ទងខ្ញុំមកតាក់ទងលេខខ្ញុំមកដីនៅថៃគេយើងលក់1 គីឡូ 410,000 8000លោកគ្រូខ្ញុំចង់ខ្លាយជាសហគ្រិនត្រូវអានសភៅ Rich Dad Poor Dad និងសភៅអាចកំបាំងផុតអ្នកមានអាចខលមកខ្ញុំបានលោកគ្រូរកស៊ីកុំព្យូទ័រតែវិធីណាពង្រីកការរកស៊ីបានត្រូវតែបង្រៀនគេឲ្យប្រើកុំព្យូទ័រពេលគេចេះកុំព្យូទ័រគេនឹងទិញកុំព្យូទ័រលោកគ្រូយល់ដៅរបស់ខ្ញុំទៅរកលុយឲ្យបានយ៉ាងតិច 2500 ក្នុងមួយតែឆាននេះតាមានផែនការអីខ្លះផ្ដោតទៅលើអ្វីយើងចង់បាននិងហេតុអីបានចង់បាន 2500 ហ្នឹងនិងផែនការអញ្ចឹងខ្លួនវាញ៉ាក់ពិសិដ្ឋមានលុយ 1500 រាល់ខែហើយមានលុយ $50,000 ចង់ប្រើលុយ 40000 ទៅទិញផ្ទះ 100000 បានទេសល់លុយ 10000 ទៅទិញដីបងញ៉ាក់ពិសិដ្ឋបានតែពិសិដ្ឋចាំតាក់ទងមកខ្ញុំមកពិសិដ្ឋណកពិសិដ្ឋតាក់ទងខ្ញុំមក02 87លោកគ្រូខ្ញុំចង់ស្នើលោកគ្រូបើកសិក្ខាសាលាទូទាំងប្រទេសបានទេពេលនេះខ្ញុំខិតកោះកុងឡើងមកពេញមកហាត់បុនឆេងលោកគ្រូខ្ញុំមានហាងបោកអ៊ុតធ្វើយ៉ាងម៉េចរកលុយបានក្នុងមួយថ្ងៃ30,000 រៀលដាក់សេវាលឿនព្រោះរងៃមានអ្នកបោកចង់បោក2ម៉ោងយោហើយទៅធ្វើសេវាដឹកជញ្ជូនដល់ផ្ទះហើយនឹងធ្វើសេវាទៅយកពីផ្ទះគេអត់បានហើយមួយថ្ងៃ 30,000 ខ្ញុំបោកកៅរាល់ថ្ងៃដែរតាទីតាំងនៅម្ដុំណាលោកគ្រូចំណុចអ្វីខ្លះដែលខ្ញុំត្រូវប្រែក្លាយជា family business ទៅ standard business អានឹងអានសភៅ cash flow quadrant ចំណូល $6,000 នឹងមួយឆ្នាំគួរចាត់ចែងយ៉ាងម៉េចដើម្បីមានចំណូលបន្ថែមរៀនពីវិនិយោគរៀនជាមួយខ្ញុំមួយខែចំណូលទាបបំផុតគ្រួសារ $5,000 លោកគ្រូដីតំបន់ Skyland ដែលសន្និកម្មបងលួលោកគ្រូថាយល់ថាមិនអានឹងយើងវិភាសាយើងសិក្សាឲ្យបានច្រើនទៅ
កន្លែងណាក៏ល្អដែរឲ្យតែយើងបានសិក្សាវាលម្អិតហើយត្រូវស្ថានភាពរបស់យើងលោកគ្រូគោលដៅអាចជោគជ័យទេបើមិនមានលុយឲ្យតែមានគោលដៅគឺមានលុយហើយយើងត្រូវមានគោលដៅជោគជ័យមិនជោគជ័យជារឿងមកតបតែចំណៃគោលការណ៍គឺមានគោលដៅគឺជោគជ័យលោកគ្រូដីតម្លៃប៉ុន្មាន10ឆ្នាំរួចបង់មួយខែប្រហែលដល់ប៉ុន្មានសិនការ៉ាដី 12500 បង់នាំឆ្នាំមួយខែបង់$180រៀនយកប្រហែលលោកគ្រូអត់ថ្លៃទេឲ្យតែមករៀនមកខ្ញុំមានលុយ 10000 ចង់ទិញផ្ទះតើគួរយកលុយទៅវិនិយោគអីទៅបានរកបាន 60000 លោកគ្រូវិនិយោគលើខ្លួនឯងសិនបែនយុត្តាសុភានៅបើលោកគ្រូបើខ្ញុំចង់ទិញដីតើរកឯកសាររយៈប្រហែលថ្ងៃលោកគ្រូពួកខ្ញុំបញ្ញាប់ fill ទៅក្រេវិញសុភាទិញដីឯកសារតែមួយថ្ងៃឯងខ្ញុំហៅមេធាវីខ្ញុំមកវាយត្រាសុភាអាចទេលេខទូរស័ព្ទ099 911 199ទៅប្រាប់ថាបញ្ញាប់ទៅក្រេវិញសិនយ៉ារុកលោកគ្រូ 10000 គួររកចំណូលបានប៉ុន្មានបានមករកមួយខែបាន 1000តាក់ទងមកពួកខ្ញុំបើរវល់ការងារគួរធ្វើដូចម៉េចលោកគ្រូខ្ញុំចង់រៀនលោកគ្រូណាបើនៅរវល់ហើយចង់រៀនមានន័យថាចង់រៀនអត់ទាន់ធំជាងរវល់ទេបើចង់រៀនធំជាងរវល់គឺមករៀនហើយលោកគ្រូខ្ញុំមានបន្តជាកម្មគ្រួសារហើយរៀនជាមួយលោកគ្រូទៅអាចតាក់ទងតាមណាតាក់ទងទៅលេខទូរស័ព្ទខ្ញុំមានខ្ញុំចង់រៀនតែគ្មានលុយ free ឲ្យបានមកជួយរៀបតុរៀបកៅអីទៅ free តើខ្ញុំធ្វើដើម្បីខ្លាចជាអ្នកមានយ៉ាងឆាប់បើខ្ញុំមិនមានលុយ1រៀលផងណាត្រូវតែមានគោលដៅលុយមកតាមក្រោយប្រើទូរស័ព្ទតម្លៃប៉ុន្មានសុខរពុនបានអត់មានលុយ1រៀលយើងនិយាយពាក្យវិជ្ជមានទៅពួកអីមានអ្នកក្នុងខ្លួនយើងស្ដាប់តែពិតតែពុនមានលុយច្រើនលោកគ្រូខ្ញុំមានអាយុ15ឆ្នាំចង់ខ្លាចជាអ្នកចំនួនតើធ្វើមិនដូចអាយុ15ឆ្នាំត្រូវអានសភៅ Rich Dad Poor Dad និងអាចកំបាំងផ្នត់មិនអ្នកមានទៅបណ្ណាគារខាងលិច DN ទៅបណ្ណាគារអីសន្តិភាពនៅ DN ទៅទិញសភៅទៅបានហើយមាននៅនេះទៅតាក់តង telephone នេះទៅខ្ញុំជួយធ្វើការសុំរៀន free បានចឹងការជជែកវិញ្ញាណពីគោលដៅជាមួយនឹងខ្ញុំនៅពេលនេះសូម slash តែប៉ុណ្ណេះហើយយើងជួបគ្នាថ្ងៃស្អែកទៀតហើយបងប្អូនយកសភៅកត់គោលដៅនៅអ្វីដែលបងប្អូនចូលបានសរសេរទៅសរសេរក្នុងกระดาษទៅចង់បានអីសរសេរនឹងទៅហើយកុំខ្វល់ថាធ្វើមិនទៅមកបងប្អូនទៅសួរហេតុផលតើហេតុអីបងប្អូនចង់បានវាពេលបងប្អូនចង់បានវាហើយធំច្បាស់លាស់បងប្អូននឹងទទួលបានជោគជ័យអូមុតបុណ្ណាដី Tiger 14000 យេបងមួយខែប្រហែលជា 1800 1900 ហ្នឹងអូខេសម្រាប់យប់ហ្នឹងខ្ញុំសូម flash តែប៉ុណ្ណឹងហើយ good night ហើយជួបគ្នាជាថ្មីនៅថ្ងៃស្អែកទៀតហើយសូមឲ្យបងប្អូនធ្វើដំណើរដោយសុវត្ថិភាពទៅលេងស្រុកហើយសូមបើកបរឲ្យមានការប្រុងប្រយ័ត្នបាទសម្រាប់យប់ហ្នឹងយើងជួបគ្នាតែប៉ុណ្ណឹងរាត្រីសួស្តី